អូខេជម្រាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះរៀងខុសប្រធានបទតិចដោយសារមានគ្នាយើងក៏សួរខ្ញុំថាតើធ្វើយ៉ាងម៉េចដើម្បីផុសវីដេអូឬក៏រូបភាពនៅក្នុង Facebook Page របស់យើងបានអញ្ចឹងដូចអ្វីដែលបងប្អូនបានដឹងថាការដែលយើងផុស Page យើងមានជម្រើសច្រើនហើយយើងមាន potential ច្រើនដើម្បីឲ្យរូបភាពឬក៏វីដេអូរបស់យើងហ្នឹងគឺមានអ្នកមើលច្រើនបាទវាល្អជាង Facebook របស់យើងធម្មតាបាទអញ្ចឹងយើងចូលដំបូងឡើយយើងចូលក្នុង page របស់យើងមកបាទនេះគឺជា page របស់ខ្ញុំបាទ page ដែលខ្ញុំប្រើអញ្ចឹងយើងចូលមកយើងចូល profile របស់យើងជិះមកនេះ profile ចឹងអូខេចូលចឹងមកបាទបន្តទៀតមកពាក្យថា Meta Business Suite ចុចមកអញ្ចឹងវានឹងនាំបងប្អូនមកដល់កន្លែងទៅនេះបាទអញ្ចឹងបន្ទាប់មកពីហ្នឹងបងប្អូនអាចកលេចមើលខាងនេះទៅនេះបាទយើងមើលពាក្យថា create post ចុចមួយមកអូខេមកដល់កន្លែងទៅនេះគឺបងប្អូនអាចមានឃើញទម្រង់ដូចខ្ញុំអញ្ចឹងបាទកន្លែងនេះគឺសម្រាប់ផុសរូបភាពកន្លែងគឺសម្រាប់ផុសវីដេអូបាទអញ្ចឹងបងប្អូនត្រូវការវីដេអូចុច option នេះទៅបាទទៅយកវីដេអូពីរបស់យើងមកអញ្ចឹងណាបាទត្រូវការរូបភាពចុចនេះមកបាទយើងទៅយករូបភាពមកឥឡូវខ្ញុំឧទាហរណ៍ថាការផុសរូបភាពចុចមកអូខេអញ្ចឹងរូបភាពបងប្អូនអាចដាក់ម៉ានក៏បានដែរដាក់អញ្ចឹងច្រើន select ទាំងអស់មកបើមាន100រូបដាក់100រូបមកអញ្ចឹងណាបាទអញ្ចឹងខ្ញុំបង្ហាញប៉ុណ្ណឹងសិនដោយសារខ្ញុំឧទាហរណ៍តែមួយទេបាទអញ្ចឹងនេះគឺជាទាំង preview រូបភាពដែលខ្ញុំ post ទៅបាទកន្លែងគឺតែ text ហ្នឹងគឺទៅសេចំណងជើងបងទៅសេអីក៏បានដែរបាទជាពិសេសគឺ caption នេះទៅសេមកនេះចំណងជើងដាក់គេសកម្មភាពអញ្ចឹងណាសកម្មភាពប្រចាំឆ្នាំអញ្ចឹងទៅចឹងអូខេអញ្ចឹងវានឹងលោតមកតែហ្នឹងហើយបាទហើយខាងក្រោមទៀតនេះគឺដូចជាអត់អីទេយើងដាក់ URL ក៏បានមិនដាក់ក៏បានដែរអត់អីទេរូបភាពហើយកន្លែងនេះគឺយើងយកពាក្យថា public បាទចុចទៅហ្នឹងមកបាទចាំវាតិចទៅអូខេចាំតិចមកបាទចាំតិចបាទគេសួរយើងថាតើយើងចង់ boost អត់បើយើងអត់ boost ទេយើងដាក់ពាក្យថា maybe later អូខេបាទអញ្ចឹងបានមកហើយយើងចូលទៅ page របស់យើងមិញមកបាទបើបងប្អូនផុសរូបច្រើនវាយូរដែរតែបើយើងរូបតែមួយហ្នឹងវាលឿនទេបាទវីដេអូរៀងយូរតិចចឹងបងប្អូននេះបាទបានដុល្លារ page នេះអូខេអញ្ចឹងតើតើការផុសរូបតើតើការផុសវីដេអូគឺមានប៉ុណ្ណឹងជាកម្រិតចែករំលែកបងប្អូនទាំងអស់គ្នាបាទជួបនៅវីដេអូផ្សេងទៀត